សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកឆាបន្លែគ្រប់មុខនេះមានផ្សិតប្រូកូលីសារ៉ារីហើយនឹងខ្ទឹមបារាំងជាមួយសាច់គោបងប្អូនមកពីបុណ្យបងខ្ញុំចង់ឆាតែសារ៉ារីប៉ុន្តែដូចតិចពេកអញ្ចឹងវានៅ mushroom ហើយនឹងប្រូកូលីអីហ្នឹងហើយនឹងមានបន្លែនេះខ្ទឹមបារាំងដែរក៏យកទៅចូលគ្នា3 4មុខហ្នឹងទៅបងប្អូនជាមួយសាច់គោហ្នឹងទៅឆាឲ្យបានរួចមួយថ្ងៃអញ្ចឹងណានេះខ្ញុំដាក់ខ្លាញ់ហើយនឹងខ្ទឹមហើយនឹងbutter បងប្អូនដាក់ចូលគ្នាឲ្យវាខុំក្លិនឈ្ងុយ butter អញ្ចឹងណាទឹកចូលខ្ញុំចាក់សារីចូលដាក់ឲ្យប្រូកូលីហ្នឹង3មុខហ្នឹងខ្ញុំចាក់ចូលគ្នាហ្មងបងប្អូនព្រោះអីទៅបន្លែយ៉ាងហឹមហើយស្កាត់យើងក៏វាអត់រលួយដែរណាទុកមុនពីកត្រៀបាយហើយចងបន្តិចមកបើមកចាប់បងប្អូនទឹកត្រីតែមកកត្រៀបាយតាមទៅផ្អែមបងចូលរួមមួយខ្ញុំបាយពេលល្ងាចនេះថ្ងៃហ្នឹងឆាបន្លែគ្រប់មុខឆ្អិនហើយចូលរួមមួយខ្ញុំទាំងអស់គ្នា